វីដេអូនេះខ្ញុំគាត់តែសុំពុកម៉ែបងប្អូនខ្មែរយើងទាំងអស់នេះដែលមានចិត្តសប្បុរសជួយ share ចែករំលែកបាទម្នាក់មួយទៅឲ្យបានច្រើនដើម្បីចូលរួមចំណែកក្នុងការជួយជនរួមជាតិខ្មែរយើងដែលគាត់កំពុងតែទាល់លំបាកដែលត្រូវការពឹងពាក់បងប្អូនខ្មែរយើងណាហើយមានបងប្អូនមួយចំនួនថាហេតុអីបានខ្ញុំមិនຕົកលុយជួយខ្មែរដែរហើយហេតុអីបានជាជួយឥណ្ឌាអីចឹងទៅបាទឥឡូវនេះខ្ញុំនៅឥណ្ឌាអញ្ចឹងខ្ញុំឃើញអ្នកណាលំបាកខ្ញុំជួយហើយបាទតែបងប្អូនខ្មែរយើងក៏ខ្ញុំមិនដែលភ្លេចតែជួយដែរបងប្អូនខ្ញុំនៅខ្មែរខ្ញុំមិនដែលខានในក្នុងការចែករំលែកទោះបីតិចច្រើនក៏ដោយខ្ញុំតែងតែចែករំលែកក្តីស្រឡាញ់ទៅកាន់បងប្អូនខ្មែរយើងចែករំលែកអ្វីដែលខ្ញុំមានទៅកាន់បងប្អូនខ្មែរយើងជារឿយបាទរៀងរាល់ថ្ងៃសិលរៀងរាល់អាទិត្យគឺខ្ញុំតែងតែធ្វើកិច្ចការងារសម្រាប់ចែករំលែកបាទតែខ្ញុំនៅឥណ្ឌាខ្ញុំឃើញអ្នកណាលំបាកខ្ញុំធ្វើតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបានទេហើយសម្រាប់វីដេអូនេះបងប្អូនខ្មែរយើងដែលគាត់នៅខ្មែរគាត់ពឹងពាក់ឲ្យខ្ញុំជួយមានន័យថាគាត់ចង់ឲ្យខ្ញុំជួយម្ដាយរបស់គាត់ដែលគាត់កើតទឹកនោមផ្អែមហើយគាត់កំពុងតែព្យាបាលជើងគាត់មានតបៅអញ្ចឹងណាអញ្ចឹងពេលខ្លះគាត់ខ្វះខាតអាហារហូបចុកខ្វះខាតថ្លៃធ្វើដំណើរទៅពេទ្យខ្វះខាតថវិកាមួយចំនួនដើម្បីមើលថែម្ដាយរបស់គាត់នៅពេទ្យណាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងនេះមើលឃើញវីដេអូលោកយាយហើយជួយគាត់ម្នាក់$1,000 5000រៀលអីចឹងទៅហើយខ្ញុំក៏ជួយគាត់100000រៀលដែរសម្រាប់ខ្ញុំជួយគាត់100000រៀលខ្ញុំអត់មានជាអ្នកមានទេបងប្អូនហើយនៅក្នុងពេលតែមួយនេះគឺមានបងប្អូនខ្មែរយើងជាច្រើនអ្នកឆាតមកឲ្យខ្ញុំជួយប៉ុន្តែខ្ញុំចង់ប្រាប់ថាខ្ញុំមិនមែនជាអ្នកមានទេរាល់ដងគឺខ្ញុំធ្វើកិច្ចការងារនេះគឺចែករំលែកអ្វីដែលខ្ញុំមានបាទបន្តិចបន្តួចហ្នឹងខ្ញុំចែករំលែកក្តីស្រឡាញ់ទៅកាន់បងប្អូនខ្មែរយើងមិនមែនមានន័យថាខ្ញុំជាអ្នកមានទេប៉ុន្តែខ្ញុំឲ្យតែខ្ញុំមានគឺខ្ញុំតែងតែចែករំលែកបាទអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺខ្ញុំអត់បាននៅខ្មែរទេអញ្ចឹងខ្ញុំមានតែការធ្វើវីដេអូមួយនេះផ្សព្វផ្សាយឲ្យបងប្អូនខ្មែរយើងទូទាំងពិភពលោកក៏ដូចជាបងប្អូនខ្មែរយើងនៅខ្មែរក្តីនៅក្រៅប្រទេសក្តីបានឃើញទៅពីសុខទុក្ខរបស់បងប្អូនខ្មែរយើងដែលលំបាកបាទគាត់បានឃើញហើយគាត់ចែករំលែកទៅតាមទឹកចិត្តរបស់ពួកគាត់ទៅហើយសម្រាប់លោកយាយគឺខ្ញុំបានសួរគាត់ដែរកូនគាត់ថាមានកង់អីអត់គាត់អត់មានកង់ទេអញ្ចឹងសម្រាប់បងប្អូនចង់បរិច្ចាគឲ្យគាត់ខ្ញុំដាក់កង់ខ្ញុំនៅទីហ្នឹងបាទពួកខ្ញុំសួរទៅគាត់អត់មានកង់អញ្ចឹងខ្ញុំអត់ដឹងថាត្រូវយកកង់អ្នកណាគេមកដាក់ទេខ្ញុំមិនអាចយកកង់អ្នកផ្សេងមកដាក់ជំនួសពួកគាត់ទេព្រោះខ្ញុំអត់ទុកចិត្តបាទអញ្ចឹងណាហើយខ្ញុំក៏ឲ្យគាត់ដែរថាបើមកឯងមានកង់ដាក់ខ្លួនឯងទៅខ្ញុំនឹងដាក់កង់មួយថ្ងៃឲ្យប៉ុន្តែគាត់ថាអត់មានអញ្ចឹងខ្ញុំដាក់កង់ខ្ញុំក្នុងហ្នឹងហើយខ្ញុំគាត់អាចបរិច្ចាគបានហើយខ្ញុំចូលរួមគាត់100000រៀលខ្ញុំចូលរួមឲ្យគាត់100000រៀលណាមានន័យថាឲ្យគាត់ទៅបាញ់កង់អ្នកផ្សេងទៅហើយគាត់ដកពីគេទៅបាទទៅវិញអីចឹងណាបាទហើយបើសិនបើមានបងប្អូនអង្គនេះជួយអាចចែករំលែកបានក្តីស្រឡាញ់1រៀលក្តី2រៀលក្តីយ៉ាងហោចណាស់ក៏យើងអាចសម្រាប់ទុកពួកគាត់បានខ្លះដែរដូចជាការទិញអាហារហូបចុកពេលដែលកំឡុងពេលនៅពេទ្យដូចជាថ្លៃថ្នាំមួយចំនួនហើយដូចជាការធ្វើដំណើរផ្សេងពួកគាត់អត់មានធនធានសម្រាប់ការព្យាបាលទេយើងដឹងហើយថាបងប្អូនខ្មែរយើងក៏មានលំបាកច្រើនប៉ុន្តែយើងជួយអ្វីដែលយើងអាចធ្វើទៅបានហើយសម្រាប់ខ្ញុំដូចខ្ញុំជម្រាបប្រាប់បងប្អូនអញ្ចឹងថាខ្ញុំនៅខ្មែរខ្ញុំមិនដែលខានក្នុងការធ្វើកិច្ចការងារសម្រាប់ជនរួមជាតិខ្មែរទេតែឥឡូវនេះខ្ញុំនៅឥណ្ឌាខ្ញុំធ្វើជួយជនពិការគូថ្លង់ហ្នឹងដោយសារតែសេចក្តីអាណិតមេត្តាដែលខ្ញុំមានទៅខ្ញុំឃើញគាត់រយៈពេលជាង1ខែហើយដែលខ្ញុំស្គាល់គាត់ហ្នឹងហើយខ្ញុំក៏មានសេចក្តីអាណិតហើយមានឃើញការតស៊ូរបស់គាត់បានខ្ញុំជួយអញ្ចឹងណាហើយខ្ញុំជួយហ្នឹងក៏ខ្ញុំមិនមែនជាអ្នកជួយទាំងស្រុងដែរគឺបងប្អូនខ្មែរយើងខ្ញុំគាត់តែជាអ្នកជាផ្នែកជាបងប្អូនខ្មែរយើងសពប្រជនដែលគាត់តែងតែប្រាថ្នាចង់ធ្វើទៀនណាព្រោះគាត់បានចូលរួមធ្វើត្រូវមិនថាធ្វើឲ្យចំគោលដៅគាត់អាចបរិច្ចាគជួយមនុស្សបានពិតប្រាកដបាទមិនបាត់បង់នៅទៀនរបស់គាត់ណាហើយចឹងក៏ខ្ញុំក៏ស្នើបងប្អូនជួយ share ទៅម្នាក់មួយទៅបើសិនតែបងប្អូនចង់ចែករំលែកក្តីស្រឡាញ់ទៅកាន់ពួកគាត់$1ក្តី1000រៀលក្តី2000រៀលក្តីអាចបរិច្ចាគបានហើយថវិកាទាំងអស់ដែលបានមកខ្ញុំនឹងសរុបវេជូនគាត់ទៅតាមវិញតាមអីចឹងទៅបាទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំសូមចូលរួម100000រៀលទៅកាន់គាត់ដែរបើថាខ្ញុំមិនមែនជាអ្នកមានប៉ុន្តែខ្ញុំគាត់ទៅចូលរួមបន្តិចបន្តួចទៅតាមលទ្ធភាពខ្ញុំអាចធ្វើទៅបានបាទណាហើយខ្ញុំមកឥណ្ឌានេះក៏ខ្ញុំមិនបានចំណូលអីធំដុំដែរបាទចំណូលដែលបានមួយចំនួនហ្នឹងគឺបានពីកាក់ក្បាត់ក្រហមដែលលោកបានមានទឹកចិត្តអាណិតមេត្តាដាច់ម៉ែគាត់បានពេលដែលចេញមកហ្នឹងក៏គាត់បានជូនថវិកាមួយចំនួនឲ្យខ្ញុំជាអ្នកមើលថែលោកដែរអញ្ចឹងហើយខ្ញុំថវិកាដែលខ្ញុំបានមកពីសពរសធរខ្ញុំសូមបរិច្ចាគទៅតាមលទ្ធភាពខ្ញុំអាចធ្វើទៅបានទៅកាន់បងប្អូនខ្មែរយើង
ខ្លះព្រោះមានបងប្អូនខ្មែរយើងច្រើនអញ្ចឹងហើយអ្នកខ្លះទៅដូចពីមុនអញ្ចឹងអ្នកខ្លះ$50អ្នកខ្លះ100000អ្នកខ្លះ20000អញ្ចឹងតែខ្ញុំបរិច្ចាគអញ្ចឹងទេហើយថវិកាដែលខ្ញុំបរិច្ចាគហ្នឹងក៏សុទ្ធតែជាថវិកាដែលខ្ញុំបានមកពីទឹកចិត្តបងប្អូនខ្មែរយើងមួយចំនួនដែលគាត់ជាអ្នកគ្រប់គ្រងឬក៏ជាអ្នកស្រឡាញ់ចូលចិត្តទៅគាត់ផ្ញើខ្ញុំបាទផ្ញើឲ្យខ្ញុំមក50ឬក៏100អញ្ចឹងទៅខ្ញុំតែងតែយកថវិកាទាំងហ្នឹងទៅបរិច្ចាគតទៀតបើថាតិចក្តីច្រើនក្តីតែខ្ញុំធ្វើជារឿយៗព្រោះថវិកាហ្នឹងវាកើតចេញពីបុណ្យកុសលដែលខ្ញុំបានធ្វើអញ្ចឹងហើយខ្ញុំសូមបរិច្ចាគថវិកាហ្នឹងទៅបំលែងជាបុណ្យកុសលដ៏ធំមួយទៀតផ្សេងទៀតចែកម្លែកទៅកាន់បងប្អូនខ្មែរយើងដែលគាត់ត្រូវការខ្ញុំជួយខ្ញុំចែករំលែកអញ្ចឹងណាក្តីស្រឡាញ់អញ្ចឹងខ្ញុំស្គាល់ថាបងប្អូនគ្នាជួយគាត់ទៅហើយកុំភ្លេចជួយ share ចែករំលែកវីដេអូនេះម្នាក់មួយផងដើម្បីបង្ហាញទឹកចិត្តយើងជាខ្មែរជួយខ្មែរខ្លួនឯងបាទអរគុណច្រើន